បាទសូមគោរពជំរាបសួរបងប្អូនដែលជាអតិថិជនរបស់ហាង Monica Auto ថ្ងៃនេះមកណែនាំនឹងជម្រាបជូនដល់ជាពិសេសបងប្អូនដែលមានឡានថ្មីបិទហ្វៀមបាទចំពោះកប៉ូមុខនេះកប៉ូមុខគ្រប់ប្រភេទឡានទាំងអស់ទោះបីជាបងប្អូនបិទប្រភេទ TPA TPU 5ឆ្នាំ6ឬក៏7ឆ្នាំក្តីចំពោះកប៉ូមុខនេះគឺដាច់ខាតប្រើប្រាស់រយៈពេលត្រឹមតែ8ខែទៅ1ឆ្នាំគឺត្រូវតែបកចេញពីព្រោះថាកប៉ូមុខនេះគឺជាផ្នែកមួយដែលក្តៅជាងគេដូច្នេះដើម្បីធានាថាតើវានៅគុណភាពប៉ុណ្ណាបងប្អូនអាចអញ្ជើញត្រឡប់ទៅ check នៅហាងដែលបងប្អូនបិទឡើងវិញដើម្បីថាតើរយៈពេល8ខែទៅ1ឆ្នាំនេះគុណភាពវាអាចនៅប្រើប្រាស់បានឬក៏របៀបម៉េចដូច្នេះដើម្បីកុំឲ្យមានបញ្ហាដោយរថយន្តមួយគ្រឿងនេះគាត់បិទនៅកន្លែងផ្សេងទេមកប្រើប្រាស់សេវាកម្មឡើងវិញនៅហាង Monica Auto របស់យើងគ្រាន់តែបកហើយនឹងសម្អាតប៉ូលាខាត់អីដោយដែលបងប្អូនបានមើលឃើញនេះគឺប្រើប្រាស់ពេលវេលាជាង1ថ្ងៃកន្លះហើយបាទចំពោះរថយន្តដែលបកហើយបិទថ្មីត្រូវការពេលវេលាយ៉ាងតិចពី2ថ្ងៃទៅ3ថ្ងៃដើម្បីសម្អាតហើយបិទថ្មីឡើងវិញការជម្រាបជូននេះគឺជម្រាបជូនដល់បងប្អូនដែលគាត់បិទទេប៉ុន្តែចំពោះបងប្អូនដែលមានរថយន្តហើយអត់បិទហ្វៀមគឺមិនបាច់បកទេបាទសូមអរគុណ